ពូចិត្តអីក៏សាហាវព្រៃផ្សាយយ៉ាងនេះគ្រាន់តែក្មួយបង្កើតអាយុទើបតែ6ឆ្នាំជេរបន្តិចបន្តួចសោះពូចិត្តអាព្រៃទៅទាញកំបិតខ្វៅដេញកាប់គ្នារហូតដល់ដាច់កស្លាប់បងប្អូនណាយបាទក្មេងអាយុ6ឆ្នាំហើយជាក្មួយបង្កើតទៅទៀតនោះហេតុអីក៏លើកដៃទៅសម្លាប់ក្មួយខ្លួនឯងកើតទៅដែរបាទករណីឃាតកម្មក្មេងប្រុសម្នាក់ដែលត្រូវបានជន់ដៃដល់ជាពូបង្កើតបានសម្លាប់កាច់ក្បាលយកកប់ក្នុងដីហេតុការណ៍នេះបង្កើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង 17:30 នាទីល្ងាចត្រូវនឹងថ្ងៃទី16 ខែមិថុនាឆ្នាំ2025ស្ថិតនៅក្នុងភូមិគោកធំឃុំបោះស្បូវស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យជនសង្ស័យឈ្មោះក្លឹមកំហាក់អាយុ31ឆ្នាំរស់នៅភូមិគោកធំឃុំបោះស្បូវស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យជនសង្ស័យបានឆ្លើយសារភាពថានៅថ្ងៃទី16 ខែមិថុនាឆ្នាំ2025នៅក្នុងអំឡុងម៉ោង 17:30 នាទីល្ងាចគាត់កំពុងអង្គុយលេងស្រាប់តែក្មួយឈ្មោះខុយសុខឿតអាយុ6ឆ្នាំបានជេរគាត់ថាអាឆ្លើយពេលនោះគាត់ខឹងក៏បានយកកាំបិតខ្វៅដែកដងឈើប្រវែងប្រមាណជា1ម៉ែត្រកន្លះបានដេញកាប់មួយកាំបិតទៅលើជនរងគ្រោះត្រូវកបណ្ដាលឲ្យជនរងគ្រោះដាច់កចេញពីខ្លួនប្រាណនិងស្លាប់តែម្ដងបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យចាប់ខ្លួនហើយនិងបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបងខេត្តដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់ចំណែកសាកសពក៏ត្រូវបានប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី